អរុនសួស្តីជំរាបសួរអស់លោកអ្នកនាងកញ្ញាមាននិយាយតាអ្នកស្ដាប់កម្មវិធីកពិតមិត្តខ្មាំងជាទីគោរពនេះជានីតិកពិតមិត្តខ្មាំងផ្សាយចេញពី Cool FM 100.7 បាទនីតិកពិតមិត្តខ្មាំងថ្ងៃនេះសូមជូនរឿងប្រវត្តិសាស្ត្របរទេសបាទសូមជម្រាបថាដែលអមជូនប្រវត្តិសាស្ត្របរទេសឥឡូវនេះពីព្រោះម៉ោងទី2ហ្នឹងអមត្រូវចាក់ផ្សាយជូនអំពីការសន្ទនារបស់ Cool FM ជាមួយនឹងបដិជគុណរំដេងនៅវត្តទេពនំដែលអមអំពាវនាវបងប្អូនថាឲ្យស្ដាប់ហើយអញ្ជើញទៅឆែកមើលទៅអមហៅថាវត្តហ្នឹងជាវត្តដែលបានធ្វើកិច្ចការដើម្បីអ្នកស្រុកធ្វើកិច្ចការដើម្បីអ្នកស្រុកដែលវត្តនឹងដែលវត្តមានភារកិច្ចត្រូវធ្វើអញ្ចឹងតាមពិតណាមានភារកិច្ចត្រូវធ្វើអញ្ចឹងគឺដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងសង្គមនៅក្នុងសង្គមនៅក្នុងរង្វង់អ្នកជើងវត្តចិត្តឬក៏ឆ្ងាយអូខេយ៉ាងណាដែរបងប្អូនសូមស្ដាប់បន្តនៅម៉ោងទី2ពីព្រោះម្សិលមិញក៏ចាំដែរម្សិលមិញនឹងបានចាក់2វគ្គដែរ2វគ្គថែមទៀតហើយនៅសល់ថ្ងៃនេះជាថ្ងៃបង្ហើយអូខេយ៉ាងណាដែរអ៊ំសូមជម្រាបជូនអំពីព្រឹត្តិការណ៍អន្តរជាតិរឿងធំនៅខាងអឺរ៉ុបនឹងជាពិសេសប្រទេសរុស្ស៊ីបានខឹងសម្បាជាខ្លាំងទៅនឹងអំពើរបស់ប្រទេសបែលហ្សិកខ្មែរយើងហៅថាបែលហ្សិកនៅអង់គ្លេសគេហៅថា Belgium អូខេ Belgium ដោយសារតែតុលាការនៅក្នុងប្រទេសបែលហ្សិកនឹងឯងបានសម្រេចរឹបអូសយកធនធានរបស់ប្រទេសរុស្ស៊ីដែលមាននៅក្នុងធនាគារឬក៏ធនធានអីដែរឲ្យតែជាធនធានដែលជាសម្បត្តិរបស់ប្រទេសរុស្ស៊ីលើកលែងតែអាគារលើកលែងតែអាគារស្ថានទូតអូខេចាញ់លើកលែងតែអាគារស្ថានទូតហ្នឹងដូចជាលុយកាក់ក្នុងធនាគារដូចជាស្អីទៀតរបស់នៃរុស្ស៊ីនឹងឯងប្រទេសបែលហ្សិកបានរឹបអូសអានឹងមួយទៅបារាំងក៏កំពុងតែចាប់ដើមដំណើរការនឹងដែរដោយសារតុលាការនៅប្រទេសអឺរ៉ុបជាពិសេសនៅប្រទេសបារាំងនៅប្រទេសបែលហ្សិកហើយបន្តិចទៀតនៅប្រទេស UK គឺប្រទេស UK គឺ United Kingdom គឺប្រទេសអង់គ្លេសនឹងឯងហើយទៅដល់ប្រទេសអាមេរិកទៀតព្រោះតុលាការឈ្នះគ្រប់ទីកន្លែងក្នុងការប្តឹងតតាំងទៅនឹងរដ្ឋាភិបាលរបស់រុស្ស៊ីដែលបានធ្វើនយោបាយរំលាយចោលធ្វើនយោបាយរំលាយឲ្យកំទេចក្រុមហ៊ុនឈ្មោះ Yuko ក្រុមហ៊ុនប្រេងឈ្មោះ Yuko ដ៏ធំនៅក្នុងប្រទេសរុស្ស៊ីនឹងធំជាងគេបំផុតកាលពីជាង10ឆ្នាំមុននោះបងប្អូនហើយក្រុមហ៊ុននឹងឯងគឺជាក្រុមហ៊ុនដែលបានធ្វើការដែលបានកសាងឡើងដោយបុគ្គលម្នាក់ឈ្មោះ Mikhail Khodorkovsky បុគ្គលនឹងល្បីល្បាញខ្លាំងណាស់បងប្អូនពីព្រោះលោកគឺជាអ្នកតតាំងដើម្បីប្រជាធិបតេយ្យក្រោយពេលដែលគាត់បានហើយលោកគាត់នឹងជាអ្នកដែលតតាំងដើម្បីប្រជាធិបតេយ្យហើយជាពិសេសនឹងគាត់តតាំងប្រឆាំងជាមួយនឹងនយោបាយរបស់ពូទីនដែលជានយោបាយរបស់ពូទីនដែលកាន់អំណាចផ្ដាច់ការធ្វើនយោបាយប្រជាធិបតេយ្យបន្លំផ្សេងៗនៅក្នុងប្រទេសរុស្ស៊ីដែលអ៊ំតែងតែ report មកជារឿយៗហើយអ៊ំក៏បាននិយាយអំពីប្រវត្តិរបស់លោក Khodorkovsky នឹងហើយ2ដងហើយនៅក្នុងព័ត៌មានរបស់អ៊ំនឹងប្រហែលជា1ឆ្នាំទៅនេះឬក៏ជិត2ឆ្នាំនេះឯង
ដោយការចរចាផ្សេងឬហើយនៅលោក Khodorkovsky នឹងឯងក៏ត្រូវដូចថាដល់ពេលគេដោះលែងផងបងប្អូនពីព្រោះការដែលគេដោះលែងនឹងឯងពីព្រោះសម្ពាធពីអឺរ៉ុបដាក់ទៅលើប្រទេសរុស្ស៊ីពីព្រោះប្រទេសរុស្ស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះធ្វើកីឡាអូឡ িম্প ពិកគេហៅថា Winter Olympic កីឡារដូវត្រជាក់ឬថាកីឡាទឹកកកនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំទៅនេះដោយសារតែរុស្ស៊ីរៀបចំធ្វើកីឡានឹងហើយត្រូវបានសហគមន៍អន្តរជាតិនឹងដាក់សម្ពាធពីរឿងនឹងបើមិនចឹងទេគេនឹងធ្វើភក្ការពីកីឡានឹងយ៉ាងណាមិនដឹងទេក៏ប៉ុន្តែប្រធានាធិបតីពូទីននឹងក៏បានដោះលែង Khodorkovsky ទៅក្រោយពេលដែលដាក់គុកគាត់10ឆ្នាំសូមជម្រាបថាគេបំផ្លាញក្រុមហ៊ុនរបស់គាត់ហើយយកគាត់នឹងឯងដាក់គុក10ឆ្នាំដាក់គុក5 10ឆ្នាំហ្នឹងក៏ប៉ុន្តែគាត់ដោះលែងនៅ10ឆ្នាំហ្នឹងដោយសារតែសម្ពាធនឹងឯងនៅពេលដែលគេដោះលែងលោក Khodorkovsky នឹងឯងពេលនោះឯងលោកអត់មាត់អីមួយម៉ាត់លោកអត់ចេញសេចក្តីថ្លែងការណ៍អីមួយម៉ាត់សរសើរណាដឹងច្បាស់ថាដែលគាត់អត់មាត់មួយម៉ាត់ហ្នឹងគឺគាត់ត្រូវខំប្រឹងរត់ចេញឲ្យស្រួលបួលហើយរៀបចំគម្រោងផ្សេងក្នុងការធ្វើការបដិងផ្ដាល់ជាមួយប្រទេសរុស្ស៊ីទាំងមូលតែម្ដងបដិងទៅនឹងរដ្ឋរបស់រុស្ស៊ីទាំងមូលតែម្ដងដែលបានបំពេញទៅលើសិទ្ធិមនុស្សដែលបានបំពេញទៅលើច្បាប់ពាណិជ្ជកម្មផ្សេងដែលបានរំលាយក្រុមហ៊ុននឹងឯងឥឡូវនេះបានសម្រេចហើយជារឿងធំណាស់នៅប្រទេសអឺរ៉ុបក៏ប៉ុន្តែតុលាការដែលបានកាត់ទោសដែលបានកាត់ឲ្យប្រទេសរុស្ស៊ីនឹងឯងសងដល់អ្នកដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្នឹងឯងពីព្រោះក្រុមហ៊ុន Yukos នឹងឯងជាក្រុមហ៊ុនមួយធំជាងគេបំផុតក្រុមហ៊ុនប្រេងធំជាងគេបំផុតនៅក្នុងប្រទេសរុស្ស៊ីនៅចំនួន 4-10 ឆ្នាំមុននឹងឯងបានជោគជ័យជាច្រើនហើយប្រជារាស្ត្រដែលគេហៅថាអ្នកធ្វើនយោបាយទុនផ្សេងជាមួយបរទេសជាមួយនៅប្រទេសរុស្ស៊ីនឹងឯងបានទៅទិញក្រុមហ៊ុននឹងបានទៅទិញភាគហ៊ុននៅក្នុងក្រុមហ៊ុននឹងហេតុដូច្នេះម្ចាស់របស់ក្រុមហ៊ុននឹងឯងคล้ายទៅជាមនុស្សជាច្រើនដែលជាម្ចាស់របស់ក្រុមហ៊ុននឹងឯងដល់ត្រឹមត្រូវដោយសារតែក្រុមហ៊ុននឹងឯងត្រូវគេថាពូទីននឹងតែម្ដងដែលបានកាច់ដៃកាច់ជើងធ្វើនយោបាយរំលាយក្រុមហ៊ុននឹងឲ្យពពួកអ្នកដែលភាគហ៊ុនទាំងឡាយនឹងទៅជាសរោខាត់បង្ហិនហើយខ្លោចផ្សាហើយដូច្នេះហើយតុលាការកាត់ឲ្យសងចំនួន50,000 លានចំនួននឹង50,000 លានចំនួន50,000 លានជាង50,000 លានចំនួន50,000 លានដុល្លារនឹងឯងត្រូវបានប្រទេសរុស្ស៊ីនឹងឯងប្រកែកពីព្រោះប្រទេសរុស្ស៊ីប្រកែកថាខ្លួនអត់បានធ្វើចឹងទេហើយតុលាការអូតូក៏បានសម្រេចថាត្រូវធ្វើចឹងហេតុដូច្នេះបានជាគេចាប់ដើមរឹបអូសថវិការឹបអូសសម្បត្តិរបស់ប្រទេសរុស្ស៊ីនឹងឯងចេញរបស់ប្រទេសរុស្ស៊ីនឹងឯងនៅក្នុងប្រទេសបែលហ្សិកដែលជម្រាបនេះរឿងធំនឹងវាចេះទៅទៀតបងប្អូនរឿងនឹងវាធំផ្លាណាធំនៅត្រង់ថារឿងនឹងវាកើតនៅក្នុងប្រទេសរុស្ស៊ីទេក៏ប៉ុន្តែពាក់ព័ន្ធដល់ភាគហ៊ុនរបស់បរទេសដែលបានទៅធ្វើវិនិយោគទុននៅក្នុងប្រទេសនឹងបានជារឿងនឹងវាកើតទៅជាអញ្ចឹងដោយសារតែរឿងនឹងជារឿងនៅក្នុងប្រទេសរុស្ស៊ីអញ្ចឹងប្រទេសរុស្ស៊ីខឹងសម្បាទៅលើប្រទេសអឺរ៉ុបដែលរឹបអូសទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីតែម្ដងប្រទេសរុស្ស៊ីបានប្រមានថាបើសិនមិនបញ្ឈប់នៅសកម្មភាពនឹងទេប្រទេសរុស្ស៊ីនឹងតបតដោយប្រការណាមួយណែរឿងហ្នឹងជឿថាខ្លាំងខ្លាហ្មងពីព្រោះប្រទេសអឺរ៉ុបប្រើខាងផ្លូវច្បាប់ដើម្បីដោះស្រាយពីរឿងហ្នឹងក៏ប៉ុន្តែពូទីនគឺជាខ្លាដ៏សាហាវនៅក្នុងប្រទេសរុស្ស៊ីនៅក្នុងទ្វីបអឺរ៉ុបនៅក្នុងពិភពលោកនេះដែលសប្តាហ៍ថ្ងៃនេះកំពុងតែ
ដំឡើងសាច់ដុំយ៉ាងខ្លាំងក្លាក្នុងការតតាំងជាមួយនឹងលោកសេរីដើម្បីបង្កើតឲ្យចេតនាបង្កើតចក្រភពគេហៅថាចក្រភពដីសាចរបស់អតីតសហភាពសូវៀតនឹងឯងឡើងវិញនោះកំពុងតែគម្រាមកំហែងជាច្រើនហេតុដូច្នេះខ្លាដល់សាហាវនេះមិនដឹងជាគាត់ហ៊ានធ្វើអីអានឹងមិនដឹងយ៉ាងម៉េចទេអ៊ំវារកទាយ៉ាងម៉េចមិនតាន់ឃើញណាក៏ប៉ុន្តែនេះគឺជាការប្រឈមមុខដ៏ធ្ងន់ធ្ងរហើយអ៊ំអបអសាទរជួយអបអសាទរដល់លោក Khodorkovsky ដែលអ៊ំស្គាល់ពីរឿងនឹងឯងតាំងពីយូរណាស់មកហើយ Khodorkovsky បាននិយាយថានេះគឺជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រទេសយើងនេះគឺប្រទេសរុស្ស៊ីគាត់និយាយថាអញ្ចឹងគាត់ថាទោះបីជាជ័យជំនះនេះនឹងឯងលុយនឹងឯងមិនមែនបានទៅលើគាត់ទេគឺបានទៅលើប្រជារាស្ត្រជាច្រើនដែលជាអ្នកចុះដែលជាអ្នកម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននឹងហើយគឺជាសញ្ញាយុត្តិធម៌នៅលើពិភពលោកដែលបង្ហាញថាអក្រិតជនឬក៏ចោរនានាដែលបានប្រព្រឹត្តអក្រិតកម្មនៅលើពិភពលោកនោះទោះបីជាមានអំណាចខ្ពស់យ៉ាងណាខ្លាំងក្លាយ៉ាងណាក៏ដោយគង់តែមិនអាចគេចផុតពីអំណាចច្បាប់នៅលើโลกនេះបានឡើយនេះជានីតិក៏ពិតមិនទេខ្មាំងនៅប្រទេសអាល្លឺម៉ង់ក្រៅតែអំពីរឿងគ្រោះថ្នាក់របស់ប្រទេសក្រិកដែលជាពាក់លុយអឺរ៉ុបខ្លាំងក្លាហើយធ្វើរឹកក្រអឺតកតមប្រឆាំងជាមួយនឹងអឺរ៉ុបដោយចោទថាអឺរ៉ុបនឹងឯងជិះជាន់ប្រទេសក្រិកនេះដោយបងប្អូនបានជម្រាបអានឹងជាហោហែមកហើយនឹងគឺជារឿងមិនពិតទេគឺជារឿងដែលជាពាក់លុយគេច្រើនពេកជាពាក់លុយគេច្រើនកន្លែងច្រើនពេកហួហេតុទៅនឹងដល់ពេលគេទៀមទាថាឲ្យសងអត់លុយសងមានតែសុំខ្ចីថែមទៀតបើមិនឲ្យខ្ចីទេវាលេចទឹកដល់អញ្ចឹងទៅបើខ្ចីថែមទៀតគេថាអ្នកឯងបានធ្វើដល់នយោបាយសេដ្ឋកិច្ចវាខុសច្រើនណាស់បើអញ្ចឹងនឹងបើខ្ចីថែមទៀតតើតែដល់នយោបាយតាមកម្រិតដែលអង្គការគេហៅថា IMF នឹងឯងហើយនឹងហិរញ្ញវត្ថុរបស់ប្រទេសសហគមន៍អឺរ៉ុបទាំងមូលឲ្យដើរតាមដោយសារតែអញ្ចឹងវាជារឿងត្រឹមត្រូវណាស់បងប្អូនក៏ប៉ុន្តែបងប្អូនឃើញស្រាប់ហើយដោយអ៊ំនិយាយថាយើងរៀនមើលថាប្រទេសក្រិកដែលធ្ងោហើយចោតប្រកាន់អឺរ៉ុបថាគឺជាប្រទេសអាក្រក់ដែលបានដាក់ទោសទៅប្រទេសក្រិកអ្វីទាំងអស់ហ្នឹងមិនពិតទេគឺជាការគេហៅថាអាចពាក់លុយគេហើយហ្នឹងរករឿងលៀបពណ៌អាក្រក់ដាក់គេទៀតអាហ្នឹងអាល្លឺម៉ង់នេះធ្ងន់ជាងគេព្រោះអាល្លឺម៉ង់ហ្នឹងលុយច្រើនជាងគេឲ្យខ្ចីហ្នឹងវាច្រើនជាងគេប៉ុន្តែយ៉ាងណាក៏ដោយម្សិលមិញនេះប្រទេសអាល្លឺម៉ង់បានសម្រេចបានសម្រេចចិត្តធ្វើការមួយទៀតដ៏សំខាន់ហ្នឹងគឺបានចាប់អ្នកកាសែតដ៏សំខាន់ម្នាក់មិនមែនថាល្បីល្បាញទេគេហៅថាដ៏សំខាន់ណាឈ្មោះ Ahmed Mansour នឹងឯងគឺជាអ្នកកាសែតរបស់ Al Jazeera អ្នកកាសែតរបស់ Al Jazeera នឹងឯងអ្នកសារព័ត៌មានឬក៏ទូរទស្សន៍ Al Jazeera នឹងឯងល្បីល្បាញខ្លាំងក្លាណាស់បងប្អូននៅក្នុងចំណោមប្រទេសអារ៉ាប់ហើយនឹងប្រទេសដែលកាន់សាសនាអ៊ីស្លាមហើយគេមានលទ្ធភាពដោយសារតែគេមានលុយច្រើនគឺដែលធ្វើទៅដោយស្ដេចនៅក្នុងប្រទេសកាតានៅក្នុងទីក្រុងដូហាកាតានឹងឯងអមទៅនឹងដឹងថាកាតានឹងឯងក៏មានយន្តហោះក៏មានយន្តហោះហោះចូលមកប្រទេសវៀតណាមហើយចូលមកប្រទេសខ្មែរនឹងយកមនុស្សយកអីចឹងដែរក៏ប៉ុន្តែអ៊ំចង់និយាយអំពី Al Jazeera ហ្នឹងមាននៅក្នុងប្រទេសធំនៅអឺរ៉ុបហើយនឹងនៅប្រទេសអាមេរិកនៅកាណាដាអីចឹងគឺជាទូរទស្សន៍របស់អ្នកកាន់សាសនាអ៊ីស្លាមហើយមាននិនាការ
ជ្រុលហួសនៅក្នុងនឹងជ្រុលហួសនិយមនៅក្នុងនឹងឯងដែលជានយោបាយរបស់ប្រទេសកាតាដោយសារតែប្រទេសកាតានឹងឯងគ្រប់គ្រងពពួកមូស្លឹម Brotherhood ដែលលោកប្រធានាធិបតី Al-Sisi ប្រទេសនៅអេស៊ីបនឹងឯងបានធ្វើរដ្ឋប្រហារហើយបានរៀបចំប្រទេសអេស៊ីបនឹងឡើងវិញនឹងឯងគឺជារឿងត្រឹមត្រូវដោយហេតុនេះហើយគេត្រូវតាមចាប់ពួក Al Jazeera នឹងឯងដាក់គុកប្រមាណអ្នកក៏ប៉ុន្តែ Ahmed Mansour ដោយសារតែ Ahmed Mansour មានប៉ាសពតប្រទេសអង់គ្លេសហើយគាត់ជាជនជាតិអេស៊ីបតែគាត់កាន់ការងារនៅក្នុងប្រទេសអាល្លឺម៉ង់គេប្រទេសអេស៊ីបសុំឲ្យចាប់ប្រមាណដងហើយក៏ប៉ុន្តែអាល្លឺម៉ង់ចេះតែប្រាប់ថាសំណើនឹងឯងវានៅខ្វះចុះវាមិនគ្រប់គ្រាន់ពីព្រោះត្រូវបំពេញតាមលក្ខខណ្ឌរបស់ច្បាប់អក្រិតផ្សេងនៅក្នុងប្រទេសទាំងនោះទើបគេចាប់បានឥឡូវនេះគេព្រមចាប់ហើយនៅក្នុងប្រទេសអេស៊ីបពាក់ព័ន្ធនឹងរឿងនឹងផងដែរនឹងអ៊ំចង់ជម្រាបថា ប្រទេសអេស៊ីបបើតាមអ្នកខ្លះហ្នឹងគេថាគឺជាប្រទេសដែលកាន់នយោបាយអាក្រក់កាន់នយោបាយផ្ដាច់ការនិយមអ្វីផ្សេងអញ្ចឹងណាអ៊ំទឹកនឹងនឹកឃើញរឿងមួយហ្នឹងដោយសារតែហេតុការណ៍វាកើតនៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងដែលអ៊ំចង់បង្ហាញថាដោយបងប្អូនឃើញស្រាប់ហើយសពថ្ងៃនេះប្រទេសមួយចំនួនមតិរបស់ប្រជាជនមួយចំនួននៅលើលោកនេះឯងគេថាប្រទេសអ៊ីរ៉ង់អត់មានខុសអីទេគ្រាន់តែមានមហិច្ឆតាទៅគ្រាន់តែមានមហិច្ឆតាចង់បានអាវុធបរមាណូហេតុដូច្នេះប្រទេសអ៊ីរ៉ង់អត់មានខុសអីទេប្រទេសអាមេរិកហ្នឹងតែម្ដងដែលក្បាលខូចដើររករឿងគេអាហ្នឹងយើងនិយាយចឹងណាដល់អញ្ចឹងទៅអ៊ំវារកមធ្យោបាយបង្ហាញទៅលើពិភពលោកដែលយល់អញ្ចឹងនឹងឲ្យក្រឡេកមើលទៅថាតើយើងក្រឡេកមើលទៅប្រទេសនឹងឯងល្អត្រឹមត្រូវគួរសមរបៀបណាខ្លះអ៊ំជឿថាយើងអាចមើលបានបងប្អូនយើងអាចមើលបានចា៎ឧទាហរណ៍ដូចជាប្រទេសអ៊ីរ៉ង់ម្សិលមិញនេះម្សិលមួយថ្ងៃអាទិត្យមុននេះតែម្ដងនឹងឯងរដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់នឹងឯងបានសម្រេចចិត្តដោយសារតែការប្រឹងប្រែងរបស់ក្រសួងកីឡារបស់ប្រទេសអ៊ីរ៉ង់នឹងឯងបានធ្វើសេចក្តីអនុញ្ញាតឲ្យពពួកឲ្យស្រីនឹងចូលមើលកីឡាវ៉ូឡេបាល់នៅកីឡាការប្រកួតកីឡាវ៉ូឡេបាល់នៅក្នុងប្រទេសអ៊ីរ៉ង់រវាងអាមេរិកហើយនឹងអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ង់ហ្នឹងដោយសារតែគាត់បើកឲ្យអញ្ចឹងស្រាប់តែមានបាតកម្មបងប្អូននិយាយពីក្តៅក្រហាយស្រែកវងវាងលើកដៃលើកជើងខឹងសម្បើមណាពួកអ្នកដែលកាន់សាសនាហ្នឹងគាត់ចោទប្រើពាក្យអញ្ចឹងដើម្បីឲ្យវាស្រួលស្ដាប់ឲ្យច្បាស់គាត់ចោទថាយើងនឹងដុតកំទេចកីឡាដ្ឋាននេះប្រសិនបើរដ្ឋាភិបាលហ៊ានបើកឲ្យស្រីសំផឹងគេប្រើពាក្យចឹងបងប្អូនគេបើឲ្យស្រីសំផឹងដែលចូលទៅមើលកីឡាហ្នឹងពីព្រោះនេះជានយោបាយរបស់Islamic Control ហើយអ៊ីរ៉ង់នេះមួយគឺកាន់នយោបាយIslamic Control បងប្អូនគឺជានយោបាយរបស់Islamic Control ហ្នឹងគឺថាដាច់ខាតគ្រាន់តែថាស្ត្រីចូលទៅមើលកីឡាហ្នឹងក៏អត់បានដែរដាច់ខាតមិនបានទេណា2ឆ្នាំមុនមានស្ត្រីម្នាក់គាត់ជាស្ត្រីម្នាក់ហ្នឹងគាត់ធម្មតាទេគាត់មានវប្បធម៌គាត់រៀននៅប្រទេសអង់គ្លេសគាត់មានវប្បធម៌ប្រទេសអង់គ្លេសអីណាអញ្ចឹងដល់អញ្ចឹងទៅគាត់លើកើហ្នឹងគាត់ចូលទៅមើលកីឡា
គាត់ចូលទៅមើលកីឡាចូលទៅមើលកីឡារបស់ប្រុសនៅក្នុងកីឡាដ្ឋានក្នុងប្រទេសអ៊ីរ៉ង់ដែរពេលដែលគាត់ចូលទៅមើលនឹងគាត់ចេញមកវិញត្រូវបានគេចាប់ដាក់គុក2ឆ្នាំបងប្អូនទោសរបស់គាត់នឹងអត់មានស្អីទេគ្រាន់តែគាត់ចូលទៅមើលកីឡានឹងដែលប្រកួតទៅដោយបរិសុទ្ធដែលសម្រាប់តែបរិសុទ្ធមិនវាឲ្យវាអត់មានអាកីឡាសម្រាប់តែស្ត្រីទេបងប្អូនគ្រាន់តែកីឡាវាដូចគេដូចឯងចឹងណារឿងដែលអ៊ំចង់បញ្ជាក់នឹងចេះថាប្រទេសអ៊ីរ៉ង់មុនឆ្នាំ1979គឺជាប្រទេសដែលប្រកបទៅដោយសេរីដែលដឹកនាំទៅដោយស្ដេចឆាផ្សេងទោះបីគេស្អប់គេថាមិនដែរអ៊ំចង់និយាយពីសង្គមអ៊ីរ៉ង់ដែលបានរីកចម្រើនមានសេរីភាពមានអីហ្នឹងស្រីអត់មានពាក់ណែកតបពាក់ណែក្របមុខក្របអីទេរហូតដល់មានច្បាប់គេហាមអត់ឲ្យក្របមុខទៅទៀតផងដល់ចឹងប្រទេសអ៊ីរ៉ង់នឹងឯងគឺជាប្រទេសដែលសេរីសម្បើមណាស់ក៏ប៉ុន្តែនៅឆ្នាំ1979នឹងឯងមានការបដិវត្តសាសនានៅក្នុងប្រទេសអ៊ីរ៉ង់ដែលគេស្គាល់ហៅថាសាធារណរដ្ឋអ៊ីស្លាមសាធារណរដ្ឋអ៊ីស្លាមដែលដឹកនាំទៅដោយអាយ៉ាថូឡាខូមេនីនឹងអ៊ំស្គាល់ច្បាស់អ៊ំដឹងពីរឿងនឹងច្បាស់លាស់អ៊ំតាមដាននឹងច្បាស់លាស់ណាអ៊ំហ៊ានទាយតាំងពីនឹងថាអណ្ដោធានអ៊ីរ៉ង់អណ្ដោធាននឹងចូលទៅនឹងតែអ៊ីរ៉ង់ឥឡូវនេះគេមានស្លាប់ទេគេអត់ស្លាប់ទេក៏ប៉ុន្តែចង់និយាយអំពីការធ្វើទុកបុកម្នេញបិទចេះបិទចោះទៅលើសិទ្ធិរបស់នារីយ៉ាងអស្ចារ្យយ៉ាងសាហាវទៅទៀតនៅក្នុងប្រទេសហ្នឹងអាសញ្ញាអស់ហ្នឹងដែលជាសញ្ញាអ៊ំជឿថាជាសញ្ញាដែលពិភពលោកគេត្រូវវាយតម្លៃទៅលើរដ្ឋាភិបាលនឹងរបៀបណាអាចជាគោលដែលអ៊ំហៅថាអាចជាគោលដែលគេវិនិច្ឆ័យឲ្យបន្ទុកទៅលើប្រទេសនឹងចំពោះអ៊ំឃើញអ៊ំថាយកអានឹងជាគោលទៅវាស្រួលមើលទេបាទនេះជានីតិក៏ពិតមែនទេខ្មាំងបាទអរុនសួស្តីម្ដងទៀតបាទថ្ងៃនេះដោយសារតែជាថ្ងៃដែលអ៊ំត្រូវធ្វើកម្មវិធីប្រវត្តិសាស្ត្រពិភពលោកអ៊ំសូមជម្រាបរឿងមួយទៀតជូនដ៏សំខាន់ គឺរឿងរបស់ Hillary Clinton អតីតប្រពន្ធរបស់អតីតប្រធានាធិបតី Bill Clinton ដែលអ៊ំហៅថាប្រសិនបើអាមេរិកជ្រើសរើសយកលោកស្រី Hillary នឹងឯងគឺចង្រៃតែម្ដងអ៊ំនិយាយទៀតហ្នឹងសូមជម្រាបថានៅពេលដែលអ៊ំឲ្យឈ្មោះថាលោកស្រី Hillary Clinton នឹងឯងចង្រៃដោយសារតែកត្តា2-3យ៉ាងមិនច្រើនទេប៉ុន្តែអ៊ំថាចង្រៃនេះពីព្រោះលោកស្រីនឹងឯងច្រៀងចម្រៀងគាំទ្រច្រៀងចម្រៀងគិតគូរអ្នកក្រគិតគូរអ្នកទុកលំបាកហើយគិតគូររបស់ស្ត្រីគាត់ជាអ្នកគេហៅថានាំមុខក្នុងការជាអ្នកនាំមុខក្នុងចលនាដើម្បីស្ត្រីផ្សេងណាក៏ប៉ុន្តែអំពើរបស់គាត់ទាំងឡាយនឹងឯងគឺផ្ទុយនឹងអានឹងទាំងអស់គឺជាគាត់នឹងគឺជាស្ត្រីដ៏សាហាវដែលធ្វើបាបស្ត្រីហើយគឺជាស្ត្រីដ៏សាហាវដែលមិនមែនគិតគូរអ្នកក្រទេអ៊ំដឹងអញ្ចឹងដល់អញ្ចឹងថាអ៊ំដឹងថាមនុស្សនឹងគឺជាមនុស្សដែលលាក់ពុតដ៏ខ្លាំងក្លាសូមជម្រាបថាអូបាម៉ាគឺជាប្រធានាធិបតីដែលអ៊ំអានេះគេហាមគេចុចបោះផ្លែតគេហាមតែអត់ឲ្យនិយាយពីរឿងហ្នឹងអត់ឲ្យហៅថាអញ្ចឹងបើអញ្ចឹងអ៊ំថាអូបាម៉ាជាប្រធានាធិបតីដែលនយោបាយដូចពិបាកដល់មិនជាប្រធានាធិបតីដែលដើរនយោបាយអន្តរជាតិហើយក៏ដោយនយោបាយក្នុងប្រទេសអាមេរិកក៏ដោយគឺថាកំសាកអត់ដឹងអីដូចកូនក្មេងអានឹងអញ្ចឹងណាក៏ប៉ុន្តែអានេះគឺថាគាត់ដើរដោយមនោគមវិជ្ជារបស់គាត់ដើរដោយមនោគមវិជ្ជារបស់គាត់ទោះបីជាវាវាតែមិនដែរក៏ប៉ុន្តែជាមនោគមវិជ្ជាដែលមាននៅក្នុងខ្លួនរបស់គាត់ក៏ប៉ុន្តែ Hillary Clinton គឺជាស្ត្រីដែលវាវាមកតែម្ដង
បងប្អូនអានឹងវាខុសគ្នាច្រើនទៀតអាត្រង់ហ្នឹងណា Hillary ហ្នឹងបើអ៊ំនិយាយវិញថាគឺជាមនុស្សអាក្រក់អ៊ំថាចាណាហូចអានឹងអ៊ំកាលពីអ៊ំហៅហ៊ានថាអញ្ចឹងហ្នឹងតាំងពីអ៊ំមិនទាន់ដឹងផងតាំងពីអ៊ំមិនទាន់ដឹងរឿងដកក្រិចពុករលួយរបស់ Hillary Clinton ផងពីព្រោះនាងលោកស្រីនឹងឯងគឺជាបេក្ខជនប្រធានាធិបតីដ៏ល្បីល្បាញនៅក្នុងគណៈបកប្រជាធិបតេយ្យដែលធ្វើឲ្យអ៊ំនឹងរឹតតែសង្វេគទៅទៀតដល់សហរដ្ឋអាមេរិកដល់ប្រទេសដែលដល់សហរដ្ឋអាមេរិកដល់ប្រទេសដែលដល់ល្អដល់ចម្រើនរុងរឿងនេះឯងជ្រើសរើសយកមនុស្សអញ្ចឹងអ៊ំសូមជម្រាបជូននៅព័ត៌មានថ្មីទៀតនៅអំពើរបស់គ្រួសារ Clinton ហ្នឹងឥឡូវនេះណាក្រោយពេលដែលសភៅមួយគេបោះពុំមកប្រហែលជាជាប់មួយខែហើយគេហៅថា Clinton Cash ហ្នឹងឯងសូមជម្រាបថាក្រោយពេលដែលលោកប្រធានាធិបតី Clinton ចាប់អាណត្តិរបស់គាត់នៅឆ្នាំ2000ហ្នឹងឯងគាត់ក៏បានសូមបង្ហាញថែមទៀតថា Clinton គឺជាមនុស្សដែលល្បីល្បាញខ្លាំងក្លាណាស់នៅក្នុងចំណោមស្ត្រីបងប្អូនគេមិនដឹងយ៉ាងម៉េចទេអ៊ំវាមិនដឹងទេព្រោះអ៊ំវាអត់ចេះស្រឡាញ់ប្រុសដល់អញ្ចឹងទៅវាអត់ចេះមើលថាអាគាត់ហ្នឹងវាស្អាតនៅត្រង់ណារួចតាមស្ថិតិមែនតើណាបងប្អូន Bill Clinton គឺជាមនុស្សដែលស្រីចូលចិត្តខ្លាំងក្លាណាស់ហេតុដូច្នេះហើយបានជា Bill Clinton នឹងឯងមានរឿងអាស្រូវរឿងស្រីនឹងឯងជាច្រើនសូមជម្រាបបងប្អូនថាអ៊ំអត់ដែលវាយប្រហារគាត់អំពីរឿងស្ត្រីទេពីព្រោះរឿងស្ត្រីរបស់ Bill Clinton គឺជាលោកគ្រូ Dennis Prager គាត់ថានេះគឺជាបាបរវាងខ្លួនគាត់ជាមួយនឹងព្រះយើងអត់មានយើងអត់បរិសុទ្ធប្រសើរទៅកាត់ទោសគាត់ពីរឿងនឹងទេអុយអ៊ំខំប្រឹងដើរខ្សែនឹងដែរហើយអ៊ំក៏នឹកឃើញអរគុណពីអាសម្ដីនឹងពីព្រោះអ៊ំវាក៏ក្រិចដែររឿងស្រីណាដល់អញ្ចឹងទៅបានអ៊ំថាអូខេអញ្ចឹងណាទទួលបានពីព្រោះគាត់និយាយហ្នឹងគាត់និយាយដោយសន្តិចិត្តមកគាត់ថាទោះបីគេល្មិចដែរអាហ្នឹងវាជារឿងរបស់គាត់ក៏ប៉ុន្តែកុំឲ្យតែគេធ្វើបាបស្ត្រីហើយ Clinton ហ្នឹងស្រីតាមសម្បើមណាស់គឺជាមនុស្សដែលមានស្នេហ៍ណាស់ហេតុដូច្នេះហើយBill Clinton គឺជាបុគ្គលហើយគាត់ប្រធានាធិបតីផងគាត់គឺជាបុគ្គលដែលអង្គាសលុយបានច្រើនណាបងប្អូនអង្គាសលុយបានច្រើនណាហេតុដូច្នេះគាត់ក្រោយពេលដែលគាត់ចាប់តំណែងប្រធានាធិបតីភ្លាមគាត់ក៏បានបង្កើតមូលនិធិមួយដើម្បីជួយដល់ពិភពលោកមូលនិធិនៃមនុស្សធម៌មូលនិធិនៃ Clinton មូលនិធិមនុស្សធម៌នឹងឯងដើម្បីទទួលលុយនៅក្នុងប្រទេសផងទទួលលុយទាំងបរទេសផងពីព្រោះ Clinton ចេញទៅធ្វើការចេញទៅថ្លែងសន្ទរកថានៅក្នុងប្រទេសផ្សេងនោះក៏មានហើយបានលុយសម្បើមណាស់បងប្អូនក៏ប៉ុន្តែអ៊ំអត់និយាយពីរឿងហ្នឹងទេនិយាយពីរឿងមូលនិធិហ្នឹងដែលគេបង្កើតឡើងនឹងឯងទទួលលុយបានបើតាមគេចោតហ្នឹងគឺថាទទួលលុយបាន100ចាយអស់7-80គ្រាន់តែសហុយបងប្អូនគ្រាន់តែសហុយអស់7-80ហើយទៅដល់អ្នកក្រមែនតែនឹងឯងប្រហែលជា20ទេអ៊ំបាននិយាយហើយថាគ្រាន់តែគាត់ធ្វើដំណើរចុះឡើងទៅនៅប្រទេសអាហ្វ្រិកហ្នឹងគឺថាចាយអស់10លានបងប្អូនហើយអាលុយនឹងឯងអាបាត់7-80នឹងឯងគឺរៀបចំខ្លួនដើម្បីយកមកធ្វើជាទុនក្នុងការឃោសនាដើម្បីឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់ប្រពន្ធរបស់គាត់ប៉ុន្តែរឿងដ៏អាស្រូវខ្លាំងក្លាដែលសាហាវខ្លាំងក្លាណាស់ទៅទៀតនឹងឯងវាមានរឿងមួយដែលទឹកនឹងផ្ទុះចេញមកទៀតហ្នឹងគឺក្រុមដែលគេហៅថាអង្គការមនុស្សធម៌មួយទៀតដ៏ធំនៅសហរដ្ឋអាមេរិកគេហៅថា Happy Hearts Fund
Happy Hearts Fund នឹងឯងអង្គាសលុយយ៉ាងច្រើនដើម្បីទៅជួយជនរងគ្រោះដោយការរញ្ជួយផែនដីនៅក្នុងប្រទេសហេទីណាហេទីអូខេនៅពេលនៅឆ្នាំ1910នៅពេលដែលប្រទេសហេទីនឹងឯងទទួលបានការមានការរញ្ជួយផែនដីដ៏ធ្ងន់ធ្ងរដែលស្លាប់អស់ជាប់300,000 នាក់ហើយរលំផ្ទះសម្បែងនោះគឺថាវល់សែនណាចិត្តលៀនណាគឺថាគ្រោះថ្នាក់នឹងវាធ្ងន់ធ្ងរសម្បើមណាស់នៅពេលនោះឯងលោកស្រី Hillary Clinton នឹងគឺជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក្រោមអំណាចរបស់អូបាម៉ាបងប្អូនដឹងហើយពីរឿងហ្នឹងណាដោយសារអញ្ចឹងគាត់មាននីតិជាអ្នកដែលឈឺឆ្អាលទៅនឹងទុកសោករបស់ប្រទេសហេទីហើយដោយអ៊ំតែងតែនិយាយបងប្អូនសង្កេតមើលអ្នកនយោបាយមួយចំនួនអ្នកមានបានមួយចំនួនដែលបង្ហាញខ្លួនអំពីការឈឺឆ្អាលអំពីមានមេត្តាករុណាទៅអ្នកក្រទៅអីណាមិនគឺអត់ពិតទេបងប្អូនហុចពួកអ្នកដែលគិតគូរមែនតើនឹងយកលុយយកទៅចូលជាមួយនឹងពួកអាសាហាវអស់នឹងឯងដោយអត់ដឹងខ្លួនទេគាត់ខំប្រឹងចូលដើម្បីថាជួយមែនតើអូខេ Hillary Clinton គាត់ដឹកនាំគណៈប្រតិភូទៅប្រទេសហេទី3ថ្ងៃក្រោយពេលដែលរញ្ជួយផែនដីនឹងគាត់ចេញសេចក្តីថ្លែងការណ៍នៅក្នុងប្រទេសហេទីនឹងយ៉ាងផ្អែមល្ហែមថាគាត់នឹងជួយរំដោះទុក្ខដល់បងប្អូនហេទីនៅក្នុងគ្រាដ៏អាសន្នផ្សេងនឹងគឺថាសេចក្តីថ្លែងការណ៍នឹងព្រោះអស្ចារ្យហើយមូលនិធិដើម្បីសង្គ្រោះមនុស្សដែលហៅថា Happy Heart Fund នឹងឯងក៏រៀបចំអង្គាសលុយដែរពីព្រោះមូលនិធិផ្សេងនៅក្នុងប្រទេសលោកខាងលិចនៅប្រទេសណាដោយប្រទេសណាទេបងប្អូនតើកាលណាមានគ្រោះមហន្តរាយធំនៅក្នុងប្រទេសណាមួយហើយនឹងមូលនិធិធំទាំងអស់នឹងឯងតែងតែរៀបចំធ្វើការអង្គាសលុយនៅក្នុងសហរដ្ឋអាមេរិកឬក៏នៅអឺរ៉ុបនឹងឯងដើម្បីបញ្ញាយកលុយនោះទៅជួយដល់ប្រទេសដែលរងគ្រោះនៅក្នុងករណីនេះគឺប្រទេសហេទីបាទត្រឡប់មកវិញនៅក្នុងករណីប្រទេសហេទីនឹងឯងដល់តែពេលដែល Happy Heart Fund នឹងឯងមូលនិធិនឹងឯងអញ្ជើញលោកប្រធានាធិបតី Clinton នឹងឯងឲ្យទៅបង្ហាញមុខហើយធ្វើសេចក្តីថ្លែងការណ៍ពីព្រោះថាដល់កាលណាអញ្ជើញ Clinton ដល់កាលណាអញ្ជើញអ្នកធំអញ្ចឹងគេទៅថ្លែងការណ៍នឹងឯងគឺថាលុយនឹងកើនឡើងបងប្អូនដូចគេធ្វើបន់ចឹងណាបងប្អូននៅស្រុកខ្មែរចឹងអាហ្នឹងវាដូចគ្នាគឺថាគេអញ្ជើញ Clinton ទៅ Clinton បានឆ្លើយតបវិញហើយអត់ព្រមទៅទេនៅក្នុងពិធីគេធ្វើពិធីបើខ្មែរយើងនេះថាពិធីបុណ្យផ្កាអញ្ចឹងណាពិធីបុណ្យផ្កាដើម្បីអង្គាសលុយយកទៅជួយហេទីនឹងឯង Clinton បានប្រកែកហើយមានឯកសារត្រឹមត្រូវគឺអត់ទទួលទេអត់ទៅទេក៏ប៉ុន្តែដោយសារតែអត់ទៅនឹងឯង Happy Heart Fund បានរុញលោកស្រីប្រធានអគ្គនាយកមួយអ្នកឈ្មោះស៊ូ Veris Royal លោកស្រីស៊ូនឹងឯងគេត្រូវបានប្រធាននឹងឯងរុញលោកស្រីស៊ូនឹងឯងឲ្យបញ្ចុះបញ្ចូលបាទឲ្យបញ្ចុះបញ្ចូល Clinton នឹងឯងឲ្យទៅធ្វើនេះឯងទៅហើយគេចាត់ទុកថាការអញ្ជើញទៅរបស់ Clinton នឹងគេត្រូវបង់កន្លះលានដុល្លារបងប្អូនកន្លះលានដុល្លារដើម្បីឲ្យ Clinton អញ្ជើញទៅនឹងឯងធ្វើសេចក្តីថ្លែងការណ៍ទៅអាលុយគេបង់នឹងឯងបង់ទៅ Clinton នឹងក្នុងនាមថាលោកប្រធានាធិបតីនេះគាត់ទៅថ្លែងការណ៍ពីព្រោះអតីតប្រធានាធិបតីគេទៅថ្លែងការណ៍កន្លែងណាគេតែងតែបានលុយ
ប៉ុន្តែនៅក្នុងការចេញនៅក្នុងការទៅចូលរួមអង្គាសលុយនៅក្នុងអង្គការមនុស្សធម៌ផ្សេងហ្នឹងវាគេអត់ត្រូវដែរគិតលុយទេបងប្អូនប៉ុន្តែឯកសារហ្នឹងវាច្បាស់លាស់ដោយសារតែលោកស្រីស៊ូនឹងឯងគាត់ប្តឹងទៅអង្គការ Happy Heart Fund នឹងឯងដែលអង្គាសលុយបានជាច្រើនហើយឲ្យកន្លះលានទៅ Clinton ហើយនៅសល់លុយនៅសល់លុយ3/4ទៀតហ្នឹងក៏ប៉ុន្តែលុយដែលបានទៅដល់ប្រទេសហេទីនឹងឯងហេទីនឹងឯងបានតាន់តិចទេធ្ងន់ធ្ងរណាស់បងប្អូនរឿងហ្នឹងអានេះគឺថាគេបង្ហាញអំពីការកក្រិចរបស់ Bill Clinton ដល់សាហាវនៅក្នុងគ្រួសារនេះដែលអ៊ំហៅថាជាគ្រួសារដ៏សាហាវពីដើមអ៊ំអត់ដែលចោទ Clinton ទេអ៊ំគ្រាន់តែថានយោបាយរបស់គាត់នឹងឯងមិនសូវស្របនឹងអ៊ំប៉ុន្តែគាត់បានធ្វើនយោបាយល្អជាច្រើនប៉ុន្តែអ៊ំអត់ដែលចោទថាគាត់នឹងអាក្រក់ទេឥឡូវហ្នឹងឯកសារអត់ហ្នឹងបង្ហាញថាអូគាត់នេះរលួយអាក្រក់ក៏ប៉ុន្តែប្រពន្ធរបស់គាត់នឹងសាហាវដែលអ៊ំនិយាយថាអ៊ំហៅថាស្រីចង្រៃហ្នឹងដែលអ៊ំប្រើពាក្យអញ្ចឹងហ្នឹងក៏គាត់អត់មានដែលមានរឿងអីជាមួយនឹងអ៊ំទេបងប្អូនក៏ប៉ុន្តែអ្នកនយោបាយដែលវាចវេខ្លាំងហើយប្រើឆាកនយោបាយដើម្បីកេងប្រវ័ញ្ចនៅក្នុងឆាកនយោបាយហើយបោកបន្លំរាសមនុស្សអញ្ចឹងគឺសិតតែជាមនុស្សចង្រៃហើយដូច្នេះវាត្រូវបានចូលទៅក្នុងក្រាំងបញ្ជីដែលគេហៅថាមនុស្សចង្រៃបងប្អូនអូខេ Hillary Clinton ទៅហេទីប្តីរបស់គាត់នឹងទៅភ្លាមដែរបងប្អូនដឹងល្មិចទេក្នុងនាមអង្គការសហប្រជាជាតិនឹងចាត់តាំង Bill Clinton នឹងឲ្យធ្វើជាបេសកជនក្នុងការជួយស្រោចស្រង់ប្រទេសហេទី Bill Clinton ទៅដល់ប្រទេសហេទីនឹង Bill Clinton នឹងបានបញ្ញាប់បញ្ញាល់យ៉ាងលឿនធ្វើជាមិត្តភក្តិទៅជាមួយនឹងធ្វើជាមិត្តភក្តិរបស់ប្រធានាធិបតី Mitchell McConnell អូខេ Mitchell McConnell ដែលនៅក្នុងប្រទេសហេទីដែលក្រសម្បើមណាស់ហ្នឹងដឹង Clinton នឹងថ្លែងការណ៍ថាម៉េចទេបងប្អូន Clinton ថ្លែងការណ៍ថាយើងនឹងជួយរៀបចំកសាងប្រទេសហេទីនឹងឯងឡើងវិញក្នុងចំណោមនឹងខ្ញុំគិតថាប្រទេសហេទីគួរតែគេហៅថាឆ្លងអំពីរបបទូរស័ព្ទដល់ចាស់កម្រិលនឹងឯងឲ្យទៅជាទូរស័ព្ទទំនើបតែម្ដងដល់ប្រទេសហេទីបានមែនបងប្អូនក្រុមហ៊ុនទូរស័ព្ទដែលជាមិត្តភ័ក្តិហើយជាអ្នកដែលផ្ដល់លុយឲ្យ Clinton ជាច្រើននឹងឯងបានសម្រេចធ្វើកុងត្រាជាមួយនៅប្រទេសហេទីហើយក្នុងរយៈពេលតែ6ខែក្រុមហ៊ុននឹងឯងចំណេញ50លាននៅក្នុងរឿងពាណិជ្ជកម្មនៅក្នុងប្រទេសហេទីដោយសារតែលុយអង្គការសហប្រជាជាតិជាច្រើនដែលចូលទៅដើម្បីជួយប្រទេសហេទីអូខេអានោះមួយទៀតក្រុមហ៊ុន2ដែលទៅជីករ៉ែមាសជីករ៉ែអ្វីហ្នឹងត្រូវបាន Clinton នឹងជាសហការជាមួយនឹងលោកប្រធានាធិបតី Haiti ប្រធានាធិបតី Mitchell McConnell នឹងឯងក្រុមហ៊ុនដែលទៅជីករ៉ែជីកអីនឹងឯងពេលដែលក្រុមហ៊ុននឹងឯងបានកុងត្រាពីប្រទេសហេទីពីប្រធានាធិបតីហេទីនឹងហើយលោក Bill Clinton ហើយនឹងប្តីប្រពន្ធរបស់គាត់នឹងគឺទៅជួយបើកក្រុមហ៊ុននឹងក្នុងនាមអភិវឌ្ឍប្រទេសហេទីបាទគាត់ចូលទៅអភិវឌ្ឍប្រទេសហេទីឲ្យក្រុមហ៊ុនទៅជីកមាសហ្នឹងទៅយករ៉ែមាសនៅប្រទេសហេទីហ្នឹងឯងចំណេញជាច្រើនក៏ប៉ុន្តែសេចក្តីថ្លែងការណ៍នឹងឯងគាត់ថាក្រុមហ៊ុននេះនឹងត្រូវអភិវឌ្ឍប្រទេសហេទីហើយយើងនឹងបង្កើតឲ្យមានការងារធ្វើដោយសារតែក្រុមហ៊ុននេះនឹងទៅជាមានការងារធ្វើរហូតទៅដល់55,000 នាក់បងប្អូន 55,000 នាក់ក៏ប៉ុន្តែ5ឆ្នាំកន្លងទៅហើយក្រុមហ៊ុននឹងឯងប្រើកម្មករដែរប៉ុន្តែប្រើកម្មករបានមិនដល់ 5,000 នាក់ផង
រឿងហ្នឹងវាដូចថាមិនសូវធ្ងន់ធ្ងរទេក៏ប៉ុន្តែរឿងដែលសំខាន់ខ្លាំងក្លាណាស់ទៅទៀតហ្នឹងនៅត្រង់ថារដ្ឋមន្ត្រីក្រសួងការបរទេស Hillary Clinton ដែលស្រស្រាក់ស្រស្រាំដូចជាប្រឹងសម្បើមណាស់ទៅជួយប្រទេសហេទីក្នុងពេលដែលប្រទេសហេទីនឹងរងគ្រោះដោយរងគ្រោះធម្មជាតិដោយការរញ្ជួយផែនដីដ៏ខ្លាំងក្លានៅលើโลกនេះដែលបងប្អូនដឹងស្រាប់អីព័ត៌មានហ្នឹងក្រុមហ៊ុនទាំងឡាយនឹងក៏ប្រញាប់ប្រញាល់រត់ចូលទៅតាម Hillary Clinton ពីព្រោះថានៅពេលដែលប្រទេសដែលមានគ្រោះអាសន្នអន់ក្រដ៏ខ្លាំងក្លានឹងឯងគឺជាឱកាសដែលគេទៅរែងយកមាសបងប្អូនគេហៅថា gold rush gold នឹង GOLD gold នឹងគឺមាស rush ហ្នឹងគឺប្រញាប់បងប្អូននៅស្រុកពីដើមស្រុកអាហ្នឹងវាពាក្យហ្នឹងវាមកអំពីដើមមកតើកាលណាគេរកឃើញរ៉ែមាសនៅតំបន់ណាមួយហើយមនុស្សប្រញាប់ប្រញាល់រត់ទៅកន្លែងហ្នឹងឯងដើម្បីទៅរែងមាសហ្នឹងឯងហេតុដូច្នេះបានវាមានតែពាក្យ gold rush ហ្នឹងគឺប្រញាប់ប្រញាល់ទៅរែងមាសហើយនៅពេលដែលប្រទេសហេទីហ្នឹងត្រូវបានរញ្ជួយផែនដីដ៏ខ្លាំងក្លាហ្នឹងអ៊ីមែលចុះអ៊ីមែលឡើងទៅនៅ Clinton ទៅនឹងក្រុមទៅនឹងជើងក្រែងរបស់គាត់ទាំងប្រមាណនេះគេឆ្លើយថាgold rush ឱកាស gold rush មកដល់ទៀតហើយហ្នឹងគឺថាគេនាំគ្នារត់ស្រទៅរួចដល់តែគាត់នឹងឯងជាអ្នកដែលមានអំណាចហើយជាអ្នកដែលតំណាងអង្គការសហជីវជាតិផងនឹងឯងសហការជាមួយនឹងប្រធានាធិបតីដែលពុករលួយដល់មហាអស្ចារ្យក្នុងប្រទេសហេទីទៅដល់អញ្ចឹងទៅក្រុមហ៊ុនទាំងឡាយដែលបញ្ញាប់បញ្ញាល់ទៅរកស៊ីដោយឱកាសនឹងឯងលុយវាចូលច្រើនក្នុងការកសាងប្រទេសហេទីឡើងវិញហ្នឹងវាលុយត្រូវចូលទៅច្រើនណាស់ហេតុដូច្នេះក្រុមហ៊ុនណាដែលចង់ទៅរកស៊ីពាក់ព័ន្ធទៅនឹងរឿងកសាងប្រទេសហេទីឡើងវិញនឹងឯងត្រូវតែចូលតាមកន្ទុយក្បិនរបស់ Hillary បើមិនចូលតាមនឹងទេគឺអត់បានទេពីព្រោះគាត់ក្តាប់ជាប់ទៅហើយគាត់ក្តាប់ប្រធានាធិបតីនឹងបានហើយគាត់ក្តាប់អាការអង្គាសរួយអ្វីផ្សេងនឹងបានទៀតទៅហើយហេតុដូច្នេះគ្មានពាក្យអ្វីក្រៅតែអំពីចង់បញ្ជាក់ថាដែលហៅថា Hillary Clinton បើជាប់នឹងគឺចង្រៃនិយាយកាលហ្នឹងដឹងរឿងតាន់តិចផងអត់ដឹងអារឿងដ៏ធ្ងន់ធ្ងររឿងនេះជារឿងពុករលួយដ៏ធ្ងន់ធ្ងរដែលសង្ស័យថាក្នុងរឿងពុករលួយនឹងការធ្វើខុសច្បាប់ផ្សេងរបស់ Hillary Clinton នៅក្នុងពេលដែលគាត់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកហ្នឹងសង្ស័យថាគាត់អាចរត់គេចអំពីផ្លូវច្បាប់ដែលនឹងត្រូវចាប់គាត់ដាក់ទោសនឹងមិនរួចទេសង្ស័យថាមិនរួចទេកុំថាដល់ទៅជាប់ជាប្រធានាធិបតីនេះទាយទុកតែប៉ុណ្ណឹងចាស់នេះជានីតិកបិតមេត្រីខ្មៅ